សូមថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាព្រះរាជបុត្រជាទីស្រឡាញ់ដ៏ជ្រាលជ្រៅជាទីបំផុតស្មើជីវិតនៃម៉ាម៉ង់នៅក្នុងឱកាសដ៏មហាអ្នកខត្រិកឧត្តមនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់72យាងចូល73ព្រះវស្សានៃព្រះរាជបុត្រជាទីស្រឡាញ់ដ៏ជ្រាលជ្រៅជាទីបំផុតនៅថ្ងៃពុធទី14ខែឧសភាឆ្នាំ2025ម៉ាម៉ង់សូមចូលរួមអបអរសាទរយ៉ាងកក់ក្ដៅជាទីបំផុតចំពោះប្រជាជាតិប្រជារាស្ត្រទូទាំងព្រះរាជាណាចក្រកម្ពុជាប្រជារាស្ត្រកម្ពុជានិងម៉ាម៉ង់សូមបួងសួងគុណបុណ្យព្រះរតនត្រ័យកែវទាំង3វត្ថុស័ក្តិសិទ្ធិក្នុងលោកទេវតាថែរក្សាព្រះមហាស្វេតឆ័ត្រនិងគុណបុណ្យព្រះបារមីអតីតព្រះមហាក្សត្រព្រះមហាក្សត្រយានីខ្មែរគ្រប់ព្រះអង្គជាពិសេសបារមីព្រះដេជនុភាពព្រះវិញ្ញាណក្ខន្ធប៉ាព្រះករុណាព្រះមហាវីរក្សត្រព្រះវររាជបិតាជាតិខ្មែរព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជាជាតិខ្មែរសូមព្រះរាជមេត្តាតាមជួយអភិបាលការពារនិងប្រោះព្រំទឹកអមរិតថ្វាយព្រះរាជបុត្រនៅព្រះរាជសព្វសាធុការពោបវរសួស្តីសិរីជ័យមង្គលវិបុលសុខមហាប្រសើរប្រកបដោយព្រះរាជសុខភាពមាំមួនខ្លាំងក្លាបរិបូរណ៍ព្រះបញ្ញាញាណភ្លឺថ្លាវៀងវៃព្រះជន្មាយុយឺនយូរដើម្បីជាម្លប់ច្រកកោននៃប្រជារាស្ត្របានសុខសេមខ្សានយូរអង្វែងតរៀងទៅម៉ាម៉ង់សូមសម្ដែងនៅការកោតសរសើរដ៏កក់ក្ដៅជាទីបំផុតចំពោះព្រះកិត្តិនាមព្រះកិត្តិស័ព្ទកាន់តែល្បីល្បាញនៅក្នុងមជ្ឈដ្ឋានជាតិអន្តរជាតិនិងមហាជោគជ័យក្នុងព្រះរាជកិច្ចជាប្រវត្តិសាស្ត្ររបស់ព្រះរាជបុត្រក្នុងការខិតខំបំពេញព្រះរាជសកម្មភាពជូនជាតិសាសនាមាតុភូមិទទួលបានសេចក្តីសុខសន្តិភាពនិងមានការអភិវឌ្ឍប្រជាជាតិប្រជារាស្ត្រកម្ពុជាមានមោទនភាពជាទីបំផុតចំពោះព្រះរាជបុត្រដែលប្រកបដោយចរិយាសម្បត្តិដ៏ល្អប្រពៃគ្រប់លក្ខណៈក្នុងព្រះរាជកិច្ចស្នេហាជាតិបម្រើឧត្តមប្រយោជន៍នៃមាតុភូមិកម្ពុជាសូមព្រះរាជបុត្រទទួលនៅសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅជាទីបំផុតស្មើជីវិតរបស់ម៉ាម៉ង់ភ្នំពេញថ្ងៃទី12ខែឧសភាឆ្នាំ2025ព្រះហស្តលេខានរោត្តមមុនីនាថសីហនុសូមក្រាបបង្គំទូលថ្វាយសម្ដេចព្រះមហាក្សត្រីនរោត្តមមុនីនាថសីហនុព្រះវររាជមេដាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតបបិទ្ធសម្ដេចព្រះវររាជមេដាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនិងជាទីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតនៃទូលព្រះបង្គំជាខ្ញុំទូលព្រះបង្គំជាបុត្រមានហារតីសោមនស្សរីករាយយ៉ាងក្រៃលែងដោយបានទទួលការប្រោសព្រះរាជទានព្រះរាជសារដ៏ឧត្តមឧត្តមអំពីសម្ដេចព្រះវររាជមេដាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជវរោកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុទូលព្រះបង្គំជាខ្ញុំនៅថ្ងៃទី14ខែឧសភាឆ្នាំ2025ដែលមានខ្លឹមសារប្រកបដោយព្រះពរជ័យនិងមានអត្ថន័យដ៏វិសេសវិសាលបំផុតអំពីសកម្មភាពនៃទូលព្រះបង្គំជាខ្ញុំក្នុងការបម្រើជាតិមាតុភូមិនិងប្រជារាស្ត្រកម្ពុជាទូលព្រះបង្គំជាបុត្រសូមព្រះបរមរាជានុញ្ញាតសម្ដែងនៅព្រះមហាករុណាธิគុណដ៏ជ្រាលជ្រៅបំផុតនិងសូមលើកហាត់ប្រណម្យថ្វាយបង្គំបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំង3វត្ថុស័ក្តិសិទ្ធិនានាក្នុងលោកទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជាទេវតាថែរក្សាព្រះមហាស្វេតឆ័ត្រព្រះបារមីអតីតព្រះមហាក្សត្រព្រះមហាក្សត្រយានីខ្មែរគ្រប់ព្រះអង្គជាពិសេសព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមព្រះមេត្តាតាមជួយគ្រប់គ្រងថែរក្សាសម្ដេចព្រះវររាជមេដាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនិងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតនៃទូលព្រះបង្គំជាខ្ញុំសូមបានប្រកបតែនឹងព្រះបរមសុខគ្រប់ប្រការមានព្រះកាយពលមាំមួននិងសូមព្រះអង្គគង់ប្រថាប់ជាសម្ដេចព្រះវររាជមេដា
នៃព្រះរាជាណាចក្រកម្ពុជាជាដរាបតរៀងទៅទូលព្រះបង្គំជាបុត្រសូមក្រាបថ្វាយបង្គំសម្ដេចព្រះវររាជមេដាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនិងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតធ្វើនៅព្រះបរមរាជវាំងថ្ងៃទី14ខែឧសភាឆ្នាំ2025ឡាយព្រះហស្ថលេខានរោត្តមសីហមុនី